បាទទៅតែជនយើងវិលមកជួបគ្នានៅវគ្គចុងក្រោយបាទវគ្គចុងក្រោយនេះគឺព័ត៌មានអីសិលារឿងបានធ្វើតកងឡានជំទាវឃើញប្រពន្ធរត់គេចខ្លួនបាទមិនក៏រត់គេចខ្លួនមិនដឹងអីមកពីភ្លេចប្រពន្ធនេះហ៎អត់ស្គាល់ប្រពន្ធហ្នឹងបែរអត់ស្គាល់ស្មាហ្នឹងហើយភ្លេចមុខភ្លេចមុខចានិយាយចឹងរឿងថាគ្រោះថ្នាក់ចរាចរណ៍ដែលម្សិលមិញបើកម៉ូតូបើកមុខម៉ូតូមួយទៅដើមឈើចាឥឡូវនេះបានស្លាប់ទាំងពីរហើយបងប្រុសដែលម៉ូតូលើដើមឈើហ្នឹងនោះចាគឺនៅសង្កាត់ព្រែកឯងមួយសង្កាត់ក្បាលកោះមួយចាពេលហ្នឹងគឺយើងយកព័ត៌មានជាបឋមថារបួសធ្ងន់ប៉ុន្តែពេលដែលចាប់ហើយហ្នឹងគឺស្លាប់ម្នាក់ឯងនៅកន្លែងហ្នឹងចាបន្ទាប់មកយកទៅពេទ្យស្លាប់ម្នាក់ទៀតចាអានេះថាពេលនោះស្លាប់នៅនឹងកន្លែងមួយហើយបាទហើយដល់ទៅពេទ្យស្លាប់មួយទៀតអញ្ចឹងបាទថ្ងៃនោះម៉ូតូនឹងជិះពីគ្នាពីរនាក់ចារថយន្តហ្នឹងជិះមកដូចថាបុកគេមកតង់អញ្ចឹងណាជិះរត់ហើយមានខាងម៉ូតូដប់និងខាងគេជួយដេញតាមម៉ូតូជិត10គ្រឿងហ្នឹងដល់ពេលជិះលឿនពេកទៅបុកយុវជនពីរនាក់ហ្នឹងនៅមុខខាងអញ្ចឹងចេះបានន័យថារថយន្តម្សិលមិញយើងផ្សាយហើយបានន័យថាបុកគេនេះមួយហើយបុកល្មមទេប៉ុន្តែដោយសារតែគាត់បើករត់ពីគេដេញទៅបុកពីរនាក់នោះទៀតស្លាប់តែម្ដងអូចឹងបាទចឹងអ្នកបើករថយន្តហ្នឹងគាត់ត្រូវមានទោសហើយមានទោសធ្ងន់ហើយបាទបើកបុកគេល្មមហើយព្រមជប់រួចហើយបើករត់ទៀតទៅបុកគេនោះពីរនាក់ស្លាប់ម្ដងចាបាទតោះរឿងមួយចាឥឡូវចូលរឿងគឺមានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង10ព្រឹកថ្ងៃទី24វិច្ឆិកានៅមុខស្ថានីយ៍រថភ្លើងក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញគណៈដែរស្ត្រីម្នាក់3កូនជិះម៉ូតូដើរតាមរកប្តីចាឃើញហើយបានចុះពីលើម៉ូតូដប់រត់ទៅកាក់ពីមុខរថយន្តរបស់ប្តីដែលកំពុងតែដឹកលោកជំទាវម្នាក់ហើយភ្លាមអូចេះនេះហើយចាលោកជំទាវម្នាក់ភ្លាមនោះបរោះជាប្តីបានគេចខ្លួនជិះម៉ូតូដប់ហ្នឹងទៅបាត់ចាបើតាមការរៀបរាប់ពីស្ត្រីឈ្មោះរឿនសំអាងអាយុ46ឆ្នាំមករបស់ហ្វីឈ្នួដល់បោកខោអាវតាមផ្ទះអូប្តីសង្ហាអញ្ចឹងមិនអញ្ចឹងណាចាស្នាក់នៅផ្ទះជួលម្ដងស្វាយរលំខេត្តកណ្ដាលមានស្រុកកំណើតនៅភូមិកំពង់ស្វាយក្រុងកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលមានប្តីឈ្មោះហ្វួងហ្វារីអាយុ37ឆ្នាំអូគាត់46ប្តី37គាត់មិនប្រាប់ខ្ញុំមិញគាត់ថាភូមិមិនស្វាយរលំអញ្ចឹងខាងណាស្វាយរលំ4គាត់ស្នាក់នៅផ្ទះជួលម្ដុំស្វាយរលំចាស្រុកកំណើតនៅខាងកំពង់ស្វាយចាស្រុកគៀនស្វាយហើយគាត់នឹងអាយុបងហ្វេនឹង46ប្តី37មុខរបរគឺបោករយន្តឲ្យលោកជំទាវមានស្រុកកំណើតនៅក្បែរគ្នាបានកូនប្រុស4នាក់ក្នុងនោះកូនភ្លោះ2នាក់ស្ត្រីកំសត់បានឲ្យដឹងទៀតថាកន្លងមកប្តីរបស់គាត់គឺអត់មានការងារធ្វើទេបានលួងលោមគាត់ឲ្យទិញម៉ូតូមួយគ្រឿងទើបងាយស្រួលក្នុងការដើររកការងារធ្វើហើយលោកប្តីចង់បានម៉ូតូFBR ទៀតចាដោយសារតែប្រពន្ធស្រឡាញ់ប្តីពេកអត់មានលុយមួយរៀលទេហ្វុកចិត្តនាំគ្នាចាទាំងប្តីប្រពន្ធទៅប្រឌិតមេដៃចងការលុយរត់យកប្រាក់បាន$3,500ទៅទិញម៉ូតូ FBR មួយគ្រឿងឲ្យប្តីចាប់តាំងពីប្តីទិញបានម៉ូតូស៊េរីទំនើបមួយគ្រឿងហើយបានចេញមករកការងារធ្វើនៅភ្នំពេញបាត់លែងទៅអត់មើលប្រពន្ធកូននៅឯផ្ទះសំបីប្រពន្ធទូរស័ព្ទមកក៏មិនដែរចាលើកដែរបានមនុស្សស្រីបានថាក៏មិនដែរឲ្យលើកទេបានមនុស្សស្រីឬក៏ប្រុសជាអ្នកលើកជំអូបានថាតែមានមនុស្សស្រីឬក៏ប្រុសជាអ្នកលើកជំនួសដោយប្រាប់គាត់ថាឲ្យរកប្តីមួយទៀតចោះចាទោះបីជាគាត់ខំស្កាត់រកយ៉ាងណាក៏រកមិនឃើញដែរថ្ងៃមួយគាត់បានជួបប្តីរបស់គាត់កំពុងតែយកកន្ត្រកដើរផ្សារធំថ្មីជាមួយនឹងថៅកែហ្វ្រេដែលជាលោកជំទាវគាត់បានផ្ទុះទៅរកចាជួបបាយជាបរិសជាប្តីកិច្ចខ្លួនទៅបាត់ក៏នៅអង្គុយអស់សង្ឃឹមបានអ្នកលក់ដូរនៅក្នុងផ្សាររៃលុយគ្នាឲ្យគាត់ជារថយន្តត្រឡប់មកផ្ទះវិញចាហើយស្ត្រីខាងលើហ្នឹងបន្តទៀតថារយៈពេល2ថ្ងៃកន្លងមកហើយគាត់បានយកកូនប្រុសពៅដែលជាកូនភ្លោះមានជំងឺចាសើស្បែកយកមកព្យាបាលនៅមន្ទីរពេទ្យគុណធបុប្ផាប៉ុន្តែដោយសារតែគាត់មានកូនតូចម្នាក់ទៀតដែលជាកូនភ្លោះនោះត្រូវយកចាមកជាមួយដែរក៏បានប្តីអ្នកចិត្តខាងឲ្យជួយមកកំដរកូនរបស់គាត់ព្រោះគាត់មានកូនតូចមិនបានចូលទៅមើលកូនព្រោះគាត់មានកូនតូចមិនបានចូលទៅមើលកូននោះបានទេបាទមួយភ្លោះមួយឈឺមួយអត់ឈឺអញ្ចឹងទុកឲ្យឈឺនៅពេទ្យគុណធបុប្ផាក៏យកអាជាហ្នឹងណាមកតាមគាត់រកប្តីចាហើយគណៈដែលគាត់កំពុងតែនៅក្នុងមន្ទីរពេទ្យគុណធបុប្ផាស្រាប់តែអ្នកចិត្តអ្នកនៅចិត្តម្នាក់ហ្នឹងបានទូរស័ព្ទចាមកប្រាប់ថាឃើញប្តីរបស់គាត់
บารยนต์กัมรีไฮบริดฟรีตุ่มเนื้อปอฟก็เปะฟลักเลยพนมปิงปีคิวมาเพย์ปีมาเพย์ประเบย์เนื้อมาดมจำหน่ายขังเลือกอดกับบ้านจิมโตดมมอกจิมวยนังกงโปรมันเนี่ยนังยกรูปทอดบอกได้ได้จิโปรฝังห้ามอกตามชอบจิมวยเปะได้จิมโตดมมักดอจำหน่ายขังเลือบ้านประแตกเคยได้กำปงบารยนต์ดักโลกจำเตียวมันเนี่ยประปนกับบ้านรถจอกชอแป้งปีมกรถยนต์ทัวร์อเมริกาพยาบาลมาไต้เจียการในครูธนาจราจรต่อแต่ฝตรรูปนุ่งในเยท้าเนี่ยบารยนต์จิปได้ระบกอดจะได้กิจมกอดเราตั้งปีเต็งมาโตทำไมเอาจะให้กอดมันจ้องบ้านเอาไว้เต้บ้ามันแต่เรากอดวิ่งก็ให้จ้องกอดจ้องบ้านแต่เลยจำนวนใบปอน$300จะนูเต้บ้าฟันเชียมันบ้านครบจำนวนเต้ฟงใบแต่ปีปอนดอลลาร์บ้านนั้นฟงแต่ปีปอนดอลลาร์นั่นก็บ้านได้ดำใบกอดเยอะแต่ฟองเก้ประกอบคำเปลืองดาฟิชโนเก้บ้านประฟองเก้เอามวยจำนวนโตให้เป็นนูฟราแต่บารจิบได้เจอเปลือยรถยนต์ลุยล่างจิมโตดบกิจครวนตึกบัดได้เหมือนบ้านตึกดาฟรายจมวยนั่งประปนนูเต้จำนายฝตรได้ในครรถยนต์เตยประปนอ่างท่าจุลกจมติวปลุกได้ระบอกก็ทลอปรับท่าเถื่อกะบักล้านไอลูกจมติวนู้ก็เหมือนบ้านในเจฟได้เอาไว้ต่างออกได้เพลียมนู้บ้านปรับฝตรเชียประปนเอายกได้ทำไมเตี้ยจากบรรทมอกบ้านตุรฟ้าให้แต่กล้องรถยนต์มันเนี่ยเตี้ยมอกบ้านรถยนต์เชนเตอร์บัตโดยเนี่ยยกปอดเมียนเยอะมันไอฟมกาบอกฟรายปีบราจิบได้นั่งถือกายเฟรนุเตบ่านี่เรื่องราวพอได้กาปีกำสอดกำร้อในจมูกนี้ละอกละเอิญvà bàn tay là về lại bàn ca nghĩa bạc lan ở chùm tiêu muối sắp tại là phịch và bốn đâu té bàn sò tục cốn buồn nè bạn trắng khi nhom xôm chùm riệp rương sừng khai lấy hái ở nghề dùl stray mà nè ní cọt ăn thá cọt miền cốn buồn nè xa làng vinh miền cốn buồn nè hái trong chùm năm cốn bốn cốn pí chỉ cốn phù hai vào đây là bò con ca bị môn ca bị nâu chỉ mùi khné nắng miền mục bò muối cu cùng nù và cu cùng nù đầm bay lộ rồi xí chỉnh trăm con và pôn và đại phật và pôn nó chỉ mệt tè bàn tay nó pe là pi nẹp đây và pôn đi khơi thà rồi bò nó về mình cạ có ở đây nó còn thà to ai như anh ta thưa ca nồng pin buộc luốn sẽ nạn nâu ai phum xoay lùm buôn và phum xoay lùm buôn nâu khang kiên phai đấy nè, kiên phai ấy, bà chẳng vào đấy có chênh một bạt màu, chênh một bạt mò pin nú, ọt ban đăng thập vào đây những thư ca nghĩa bàn tay còi môi đầu tẹt tông thì ban, tẹt tông thì anh ban ấy thư nâu, thì ta ban ơi, bạc lan được từ còi kia, bà một bông bạc lan được từ còi kia. Cõi pin để chập đam tầm nhẹ tầm nông như tam tu sập là hốt ban mà tất pin tất là hốt đó mà khé tẹt tông đâu tập ban long pin mà khé tẹt tông lên bàn bắt tầm năng chừng trắng stray ní quạt bắt vào đây quạt dạ pin đọc mũi khai ọt tập lập trôi tập tè vinh để thưa ơi quạt không nông chuẩn lót đọc mũi khai nấng ạ chết mà chán nắm ạ cứ quạt đào rồi vào đây đào pin ấy lưu tầm năng ta còn long mó tẹt tông du ban mà đón ta lâu nâng thư ca nghe cái đặc từ có nấu của vùng sầu là tiếp ta ở đây đặc trình trôn bình nè tông ban du về lên từ tẹt tông ban chân bạn thú oi quát số đó côn tặng buôn hay rồi ở vía có đau rồi đâu ai cọp chuồn pe nu miên neri mà nè đây có làm một cái này có làm thật nè đây mình ấy nhung cọp khơi nhờ du pe bạc lan tầm nớp oi miên dây riêng chấm năng tích hay vua có trọ ấy cái cho lăng nộp ra tham ấy bọn anh mình thay chọn rối trăm mà chua nó ngâu rồi mà chua chẳng hai ban chỉ cốt cả lon mau nâng chơi là tham mô khoai chung vinh nộp ra tham ấy đầm bay khom mới trăm khay lư khơi làn vào đây nâng bà pi khắc khoai vừa mà đã ọt đây chú bị cho lon mau cái đấy cốt ọt bài ọt tực nâu nông tới cái thằng con nhà đa sủng tiền và tam bớt cốt đó sừng kết rồi mưa vào đây chạy đòn ấy mà sao mình nâng khơi máu đó là khơi máu có tẹt lan nâng tem đó đó tẹt lan nâng còn tụi chơi khi chơi tới chuột mà stray đây ta chỉ chìm tiêu nâng con nó không nâng và tay mình đang chỉ chìm tiêu được đâu mình đang chỉ con nhẹ miên đây không nâng ấy và còn ọt chỉ ba hai con chỉ thà khơi kia miên hái còn thà chìm tiêu đâu tay tam phút đang chỉ chìm tiêu mình đang chỉ cái con tay chỉ nhẹ miên mà nè ta mình đang còn mình đang tay còn là con đang thá giật tây nước này vào đây bà con bạc lan oi nước cứ tranh trôn đâu bờ đây săn về bà đây săn về nữa thế nào
ដូចមានច្រើនកន្លែងតែមិនដឹងម្ដុំតាណាបាទគាត់ថាមនុស្សប្តីសាន់វេដល់អញ្ចឹងពេលនោះនិយាយកាត់មកវិញគាត់ក៏ស្ទាក់ឡានហ្នឹងរួចហើយទៅជែកជាមួយប្តីក៏យល់ព្រមយ៉ាងម៉េចទេឆ្លោះជាមួយនឹងយាយនោះឆ្លោះទៅជែកនេះដល់យាយនោះគាត់ថាបើដឹងថាប្តីគេឈប់ស្រឡាញ់ចង់មកតាមអីទៀតមករកអីទៀតបើប្តីទៅគេលែងស្រឡាញ់យើងអីហ្នឹងគាត់ក៏ថាអញ្ចឹងហើយនេះក៏តាក់មាត់នេះជេរបន្តិចគ្នាអញ្ចឹងទៅហើយនេះក៏ឡើងលើឡានហ្នឹងយាយនោះចុះអញ្ចឹងដល់ពេលបងស្រីឡើងលើឡានជាមួយនឹងកូនឡើងឡានមួយកូនទៅជែកមួយប្តីនឹងអស់ចិត្តហើយសាប់ទទួលមានពីណាទូរស័ព្ទចូលទៅប្តីពេលហ្នឹងពួកឆ្លូននេះទៅជែកដល់ទូរស័ព្ទទេប្តីអាឡូប៉ុន្តែអាទូរស័ព្ទហ្នឹងវាលឺខ្លាំងអ្នកនិយាយពីខាងក្រៅនោះមកចុះហែងឲ្យគេជីក៏ជីទៅប៉ុន្តែដឹកប្រពន្ធចាស់ហែងហ្នឹងដឹកទៅដល់កន្លែងណាឲ្យធាក់តម្លាក់ចេញទៅឲ្យបើកឡានចេញទៅវាបានហើយមានអាអ្នកអញ្ចឹងទៀតដល់ពេលឯនេះស្ដាប់ឮក្នុងទូរស័ព្ទអញ្ចឹងក៏ឆ្លោះគ្នាក្នុងឡានហ្នឹងទៅដល់បតាយបន្ទាប់ឲ្យខ្លួនខ្លាចគេបើកឡានដឹកទៅស្ត្រីនេះក៏បានរត់ចេញពីឡាននៅមុខរាទៀភ្លើងរាធំនេះនៅមុខរាធំហ្នឹងដល់អញ្ចឹងលោតចេញពីឡានមកឲ្យគេជួយស្រាប់តែដល់នេះភ្លេចកូននៅក្នុងហ្នឹងកូននៅហ្នឹងដល់ប្តីរកបើកហើយបើប្រពន្ធណាឃើញអាឡានរៀបចំបើកចេញទៅហើយប្រពន្ធនឹងឡើងលើតបូលឡានដល់ឡើងលើតបូលឡានបធួឲ្យមានការភ្ញាក់ផ្អើលអញ្ចឹងទៅនេះរឿងម្សិលមិញហ្នឹងអញ្ចឹងអើយចារឿងវែងឆ្ងាយបាទអញ្ចឹងសូមរំលឹកអញ្ចឹងទៅចុះខ្ញុំជាទូទៅចេះបងប្រុសខាងអីមិនបាទបងប្អូនខ្ញុំទេបងអូនហ្វាមជាងហ្នឹងបាទបងអូនខ្ញុំទេទោះបីយើងបានទំនុំខ្ពស់យ៉ាងណាក៏ដោយក៏យើងសុំកុំភ្លេចកូនយើងអីបាទហើយក៏យើងត្រូវតែរំលឹកអនុស្សាវរីយ៍ចាស់ដែលយើងធ្លាប់ជួយចត់ជាមួយគ្នាទន្ទឹមនឹងយើងបានឡើងមកមួយដំណាក់មកកាលម្ដងមួយដំណាក់កាលម្ដងតែយើងនោះជួយចត់ពេលនោះវាលំបាកយ៉ាងម៉េចបាទយ៉ាងហោចបំផុតក៏ថាបានមកលើទៅហើយជួយផ្គត់ផ្គង់ឲ្យទៅកូនយើងប្រពន្ធយើងផងទៅអីបាទនេះដោយសារការស្រឡាញ់ការអាសូរដល់កូនបើសិនជាយើងគិតបែបនេះវាហាក់បីដូចជាយើងនឹងជាល្មើសគុណបាទល្មើសគុណសម្រាប់កូនយើងពេកទេដឹងអីបាទអញ្ចឹងយើងក្មួយប្រុសសុំថ្មិចភ្នែកគិតបន្តិចទៅអនុស្សាវរីយ៍ពីអតីតកាលបាទគិតបន្តិចទៅហើយរួចហើយយើងនឹងបានដឹងថាពេលដែលមកដល់នេះយើងឆ្លងកាត់តាមផ្លូវអីខ្លះចា៎បាទអ្នកនឹងបានគិតដឹងពីបញ្ហានេះមនុស្សណាក៏ដោយវាមិនដែលកើតមកមានស្រេចទេវាត្រូវតែឆ្លងកាត់ការលំបាកសូម្បីថ្នាក់ដឹកនាំប្រធានាធិបតីប្រទេសខ្លះបាទនាយករដ្ឋមន្ត្រីក៏គាត់ត្រូវតែឆ្លងកាត់ពីការលំបាកពីផ្លូវមកដែលគាត់ជួយចត់ជាច្រើនបានជាគាត់បានជោគជ័យមកដល់ពេលនេះបាទអញ្ចឹងនរណាក៏ដូចយ៉ាងណាដែរតែកុំឲ្យការជោគជ័យរបស់យើងពេលនេះនៅពេលដែលយើងភ្លេចគុណយើងមិនបានគិតផ្លូវចាស់ទីបំផុតខេងវាវិលទៅរកអានោះវិញចាបាទធម្មជាតិរុញទៅអានោះវិញបាបកម្មគឺមានតនហនលោកវិធីចាអញ្ចឹងបានចង់ជម្រាបជូនប៉ុណ្ណឹងហើយតោះយើងដូចជាមិនបាច់ចាំនេះយើងមើលជំនួយរបស់យើងវិញបាទទូទាំងជនឥឡូវសូមបញ្ចប់ប៉ុណ្ណឹងរឿងវាជាតែនិយាយទៅវែងឆ្ងាយវាទៅជាចង់ទឹកភ្នែកអាណិតអាសូរសម្រាប់ស្ត្រីដែលគាត់មានបញ្ហានៅក្នុងគ្រួសារចឹងទេមិនថាប្រុសថាស្រីទេកាលណាជួបបញ្ហានៅក្នុងជីវិតគឺតែងតែមានអារម្មណ៍មិនល្អទេគិតអ្វីវាមិនទូលំទូលាយទេបាទឥឡូវនេះខ្ញុំប្រហែលជាឈ្មោះនឹងអតិតតូចច្រើនទៀតនៅក្នុង mail នៅក្នុង WhatsApp ផងគេបញ្ជូនឈ្មោះនឹងតោះឥឡូវនេះមានគេផ្ដល់ជំនួយមកសម្រាប់មន្ទីរពេទ្យគុណធបុប្ផាបាទតោះខាងសេឡាចាគឺខាងសមាជិកក្រុមវេនថ្ងៃចា9រោចចាវត្តនិក្រូតកវៈនិក្រូតវ័នហៅវត្តគុលតឹងចាហៅវត្តគុលតឹងខាងកោះកបីហ្នឹងគាត់បូកជាមួយនឹងក្រុមវេនថ្ងៃ15កើតនៅនៅវត្តវេលុនវ័នព្រៃរិហ្វៃចាខាងអង្គស្នួហើយនឹងក្រុមវេន14រោចវត្តវិហ្វុធិមៈកៈមិនទេខ្ញុំ
ខ្ញុំអានបល័យអត់ត្រូវចាជា Fry នៅខាងខេត្តសៀមរាប3វេនហ្នឹងគឺគាត់បានមូចាគាត់បានរៃអង្គាសគ្នាហ្នឹងមកខាងគុណធបុផាចាតាមរយៈឧបាហ្វកយិចឈិននិងឧបាហ្វិកាតែហ្វម៉ាលីហើយយីបួយចាចំនួនថវិកាទាំងអស់គឺ1,12,000 រៀលជូនទៅដល់មន្ទីរពេទ្យគុណធបុផាបាននិយាយឲ្យខ្លីគឺឧបាសកឧបាសិកាដែលគាត់តែងតែធ្វើពិធីវេននៅក្នុងវត្តគុលតតឹងបាទនៅវត្តគុលតតឹងនេះកោះកបីនេះគឺគាត់តែងតែផ្ដល់នៅជំនួយជាថវិកាដែលប្រមូលបានហ្នឹងគឺបញ្ជូនតាមរយៈហងមាសមកចូលដល់មន្ទីរពេទ្យគុណធបុផាដែលមន្ទីរពេទ្យគុណធបុផាជាមន្ទីរពេទ្យមួយជួយកុមារតូចកូនរបស់ប្រជាពលរដ្ឋដែលក្រីក្រចាហើយមានជំនួយពីខាងចាឈ្មោះទៅហ្វូចេងចានៅខាងអូរ៉ូហ្វៃគាត់បានចាជូនថវិកាចំនួន$50ជូនទៅដល់លោកតាដែលមានទឹកដក់ក្នុងកាពះតែឥឡូវគាត់បានស្លាប់ទៅហើយហ្នឹងចាគឺបានជូន$50ទៀតបាទអញ្ចឹងចាំជូនទៅលោកយាយដែលជាគ្រួសាររបស់គាត់ចាបាទហើយនឹងឯនេះវិញគឺមានម្ដាយរបស់ទូចស្រីលក្ខអ្នកនាងហ្នឹងអ្នកនាងទូចស្រីលក្ខបាទម្ដាយរបស់គាត់ក៏ផ្ដល់នៅ$50ដែរសម្រាប់ទៅលោកតាដែលទឹកដក់ក្នុងកាពះនឹងដែរប៉ុន្តែខ្ញុំបានប្រាប់ម្សិលមិញហើយគាត់បានស្លាប់ទៅហើយអញ្ចឹងថវិកានេះខ្ញុំផ្ដល់ទៅឲ្យលោកយាយដែលជាប្រពន្ធគ្រួសាររបស់គាត់ហើយមួយទៀតគឺខាងប៉ែនសាមីបាទប៉ែនសាមីហ្នឹងគឺគាត់ផ្ដល់ជាថវិកាចំនួន$20និងត្រីងៀតមួយប្រអប់បាទត្រីងៀតមួយប្រអប់ទៅលោកតាដែរហើយនឹងលោកស្រីអេងសានបាទលោកស្រីអេងសាន$10,000រៀលបាទលោកស្រីគឹមសេង$10,000រៀលសរុបទាំងអស់$20,000រៀលបាទហើយនឹងលោកស្រីកិច្ចមួយបាទលោកស្រីកិច្ចមួយហ្នឹងគឺគាត់$50,000រៀល$50,000រៀលហើយនឹងអូមិនចិត្តភ្លុះមិញទៅណាបាត់ហើយបាទច្រើនពេកតែតាំងខ្ញុំបាទដឹងទៅណាចាបាទចាំស្អែកបន្តទៀតនៅឈ្មោះច្រើនបាទលោកអ្នកដោយសារតែឈ្មោះនេះវាកត់ច្រើនហើយក៏អរគុណចំពោះលោកអភិបាលស្រុកនៅស្អីនៅខាងខេត្តប្រសិទ្ធនុជួយលោកតាគង់ណៃចេះតែភ្លេចស្រុកបាទឲ្យគាត់បាទស្ទឹងហាវបាទលោកអភិបាលស្រុកស្ទឹងហាវដែលឲ្យថវិកាចំនួន$100សម្រាប់លោកតាគង់ណៃលោកតាគង់ណៃឬក៏កូនរបស់គាត់ថ្ងៃមុនដែលមកយកថវិកានោះចាំមកយកថវិកាពីខ្ញុំចំនួន$100ដែលលោកអភិបាលស្រុកស្ទឹងហាវគាត់ផ្ដល់មកឲ្យខ្ញុំដល់លុយនៅខ្ញុំអញ្ចឹងសូមឲ្យកូនលោកតាគង់ណៃដែលមកយកហ្នឹងមកយកម្ដងទៀតយកមួយទៀតបាទ100ទៀតបាទអរគុណទូទាំងអ្នកជនឥឡូវនេះដោយសារពេលវេលាដល់ទីបញ្ចប់ទៅហើយខ្ញុំជាមួយនឹងសេឡារួមជាមួយនឹងក្រុមការងារសូមជម្រាបលាទូទាំងអ្នកជនត្រឹមប៉ុណ្ណេះបាទក៏អរគុណចំពោះដៃគូពាណិជ្ជកម្មអរគុណចំពោះប្រជាពលរដ្ឋខ្មែររបស់យើងទាំងក្នុងនិងក្រៅប្រទេសហើយដែលបានតែងតែគ្រប់គ្រងនឹងកម្មវិធីហើយនឹងតែងតែផ្ដល់នូវព័ត៌មានជារឿយមកដល់កម្មវិធីរបស់យើងហើយចុងក្រោយនេះខ្ញុំសូមជម្រាបជូនសារមួយដែលសារនេះខ្ញុំមិនអាចប្រាប់ឈ្មោះនិងប្រាប់អ្នកដែលត្រូវគេគម្រាមពមៀនទៅឯងតែគាត់ចង់និយាយចេះបងស្រីម្នាក់មិញដាក់សារមកខ្ញុំនេះគាត់ដាក់ឲ្យចំឈ្មោះហ្នឹងប្រាប់ទៅម៉ែមីនេះម៉ែអានោះឲ្យឈប់តាក់តងប្តីអញបាទគាត់មិញគាត់ដាក់មកអញ្ចឹងណាតែមានឈ្មោះក្នុងនេះប៉ុន្តែខ្ញុំអត់និយាយទេដែលអ្នកណាដែលថាតាក់តងទៅគាត់នឹងថាគាត់ប្រាប់ថាសូមឲ្យបញ្ឈប់ការតាក់តងតាមទូរស័ព្ទតទៅទៀតប្រយ័ត្នហើយគាត់ពមៀនអញ្ចឹងបាទប៉ុន្តែគាត់ចេះតាក់តងនឹងរឿងហ្នឹងគឺរឿងស្រីនឹងស្រីទេហើយបើសិនជាស្រីទាំងអស់ហ្នឹងបានដឹងថាសង្ស័យថាប្រហែលអញឬក៏អញរៀបចំអញ្ចឹងអីណាហ្នឹងសូមដឹងខ្លួនទៅណាលេប្រាប់គាត់ច្រឡំទេខ្ញុំតាក់តងប្តីគេដែរតែមិនប្តីមិញឯងច្រឡំខ្ញុំនិយាយលេងណាបាទអញ្ចឹងទេនេះសារដែលគាត់ខឹងដែលអ្នកណាតាក់តងប្តីគាត់អីហ្នឹងហើយគាត់ឈ្មោះអីគេបើអត់ដឹងឈ្មោះផងអីប្រាប់ទៅអីបើអញ្ចឹងប្រាប់ទៅអីយើងក៏ត្រូវដឹងដែរបំណងរបស់គាត់ក៏ចង់ឲ្យយើងប្រាប់
ប៉ុន្តែយើងក៏ត្រូវដឹងថាតើតួនាទីយើងត្រូវប្រាប់អញ្ចឹងឬយ៉ាងម៉េចបាទតែគាត់ថាយើងគ្រាន់តែបង្ហើបថារឿងហ្នឹងវាកើតឡើងអញ្ចឹងសូមឲ្យអ្នកនោះដកឃ្លាទៅអញ្ចឹងតែប៉ុណ្្នឹងទៅបាទកុំឲ្យវាមានរឿងជិលកុំឲ្យមានតែរកថ្មីរកអីណាឲ្យមានរឿងអញ្ចឹងឃើញខ្ញុំខ្ជិលផ្សាយរឿងពិបាកលោតពីលើស្ពានបាទលោតពីលើស្ពានចងកអញ្ចឹងវានេះខ្ញុំពិបាកខ្ញុំណារឿងផ្សាយព័ត៌មានហ្នឹងតែប៉ុណ្្នឹងបាទអរគុណទូទាំងអ្នកជនឥឡូវនេះសូមពេលចប់ត្រឹមហ្នឹងចុះបាទយើងខ្ញុំទាំងអស់គ្នារួមជាមួយនឹងក្រុមការងារសូមជម្រាបលាយើងជួបគ្នានៅថ្ងៃស្អែកបន្តទៀតបាទ